ជំពូកទី3ម្ចាស់ការលើប្រតិកម្មដំបូងរបស់អ្នកប្រតិកម្មដំបូងដែលអ្នកមាននៅក្នុងស្ថានភាពណាមួយកុំវនឹងជាប្រតិកម្មដែលល្អបំផុតណាស់តែវាគ្រាន់តែជាប្រតិកម្មដែលលឿនបំផុតប៉ុណ្ណោះវាបានមកពីទម្លាប់ពីអារម្មណ៍និងពីសភាពគិតហើយភាគច្រើននៃពេលវេលាវាគឺជាស្វ័យប្រវត្តិនរណាម្នាក់និយាយអ្វីមួយដែលធ្វើឲ្យអ្នកមួម៉ៅប្រឈមនឹងអ្នកឬមិនគោរពអ្នកហើយមុនពេលអ្នកគិតដល់ផងអ្នកក៏ឆ្លើយតបបាត់ទៅហើយការឆ្លើយតបនោះអាចនឹងមុតស្រួចជាការការពារខ្លួនឬប្រើអារម្មណ៍ក្នុងគ្រានោះវាហាក់ដូចជាសមហេតុផលណាស់ប៉ុន្តែអ្វីដែលមានអារម្មណ៍ថាត្រូវនៅក្នុងគ្រានោះច្រើនតែបង្កើតឲ្យមានការស្ដាយក្រោយនៅពេលក្រោយពីព្រោះប្រតិកម្មដំបូងរបស់អ្នកមិនមែនជាការឆ្លុះបញ្ចាំងពីភាពឆ្លាតវៃរបស់អ្នកទេតែវាជាការឆ្លុះបញ្ចាំងពីការហ្វឹកហាត់ក្នុងចិត្តពីមុនមករបស់អ្នកប្រសិនបើអ្នកយកចិត្តទុកដាក់អ្នកនឹងកត់សម្គាល់ឃើញថាចំនួនជាច្រើនរបស់អ្នកមិនមែនបណ្ដាលមកពីអ្វីដែលបានកើតឡើងនោះទេប៉ុន្តែបណ្ដាលមកពីការដែលអ្នកមានប្រតិកម្មលឿនពេកចំពោះវាសម្ដីមួយឃ្លាដែលអាចនឹងត្រូវរំលងចោលបែរជាคล้ายជាការប្រកែកគ្នាការយល់ច្រឡំប្រែទៅជាភាពតានតឹងបញ្ហាតូចតែរីកធំជាងអ្វីដែលវាគួរតែជាហើយគ្រប់យ៉ាងចាប់ផ្ដើមពីខណៈនោះខណៈដែលអ្នកជ្រើសរើសមានប្រតិកម្មជាងការឈប់បន្តិចគឺជាកន្លែងដែលអំណាចរបស់អ្នករស់នៅវាមានទំហំតូចស្ទើរតែមើលមិនឃើញប៉ុន្តែវាផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្នុងចន្លោះដ៏ខ្លីរវាងអ្វីដែលកើតឡើងនិងរបៀបដែលអ្នកឆ្លើយតបអ្នកមានជម្រើសអ្នកអាចដើរតាមអារម្មណ៍ឆេវឆាវរបស់អ្នកឬអ្នកអាចដកថយមួយជំហានហើយគ្រប់គ្រងវាមនុស្សភាគច្រើនមិនដែលអភិវឌ្ឍសមត្ថភាពនេះឡើយដែលជាមូលហេតុធ្វើឲ្យពួកគេនៅជាប់ក្នុងវដ្តនៃប្រតិកម្មប៉ុន្តែនៅពេលអ្នករៀនឈប់បន្តិចអ្នកនឹងដើរចេញពីវដ្តនោះ Jason Miller យល់ពីរឿងនេះច្បាស់ជាងគេប៉ុន្តែគឺបន្ទាប់ពីរៀនវាដោយការលំបាកគាត់ធ្វើការជាភ្នាក់ងារបម្រើអតិថិជនសម្រាប់ក្រុមហ៊ុនធំមួយដោយត្រូវដោះស្រាយពាក្យបណ្ដឹងពេញមួយថ្ងៃការងាររបស់គាត់ត្រូវការភាពអត់ធ្មត់ប៉ុន្តែនានាការធម្មជាតិរបស់គាត់គឺមានប្រតិកម្មលឿនជាពិសេសនៅពេលអតិថិជនប្រើសម្ដីអសរោះឬមិនសមហេតុផលនៅដើមដំបូងនៃអាជីពគាត់ប្រកាន់គ្រប់រឿងជាចំនួនបុគ្គលប្រសិនបើនរណាម្នាក់លើកសម្លេងដាក់គាត់ក៏លើកសម្លេងដាក់វិញប្រសិនបើនរណាម្នាក់រិះគន់គាត់ការពារខ្លួនភ្លាមវាមានអារម្មណ៍ថាជាធម្មជាតិនិងជាស្វ័យប្រវត្តិមានហេតុការណ៍មួយដែលលេចលោជាងគេអតិថិជនម្នាក់បានខលមកទាំងមួយម៉ៅរួចជាស្រេចហើយបានចាប់ផ្ដើមការសន្ទនាដោយទឹកដុំសម្លេងអាក្រក់ក្នុងរយៈពេលតែប៉ុន្មានវិនាទី Jason មានអារម្មណ៍ថាកំហឹងរបស់គាត់កំពុងកើនឡើងដោយមិនបានគិតគាត់ក៏បានប្រើធម្មពលដូចគ្នាឆ្លើយតបទៅវិញការឆ្លើយតបរបស់គាត់ខ្លីនិងជាការការពារខ្លួនការសន្ទនាកាន់តែខ្លាំងឡើងហើយនៅទីបញ្ចប់ភាគីទាំងសងខាងសុទ្ធតែមួម៉ៅហើយបញ្ហាក៏មិនត្រូវបានដោះស្រាយបន្ទាប់ពីការខលនោះអ្នកគ្រប់គ្រងរបស់គាត់បានត្រួតពិនិត្យការសន្ទនាហើយបានផ្ដល់មតិយោបល់សាមញ្ញមួយគឺអ្នកមានប្រតិកម្មលឿនពេកអ្នកមិនបានផ្ដល់ពេលវេលាឲ្យខ្លួនឯងដើម្បីគិតឡើយដំបូងឡើយ Jason បានជំទាស់នឹងគំនិតនេះក្នុងចិត្តរបស់គាត់គ្រាន់តែឆ្លើយតបទៅនឹងរបៀបដែលគេប្រព្រឹត្តដាក់គាត់ប៉ុណ្ណោះប៉ុន្តែយូរទៅគាត់ចាប់ផ្ដើមកត់សម្គាល់ឃើញទម្រង់បែបបទមួយកាលណាការសន្ទនាមានអារម្មណ៍កាន់តែអាក្រក់គាត់មានប្រតិកម្មកាន់តែលឿនហើយកាលណាគាត់មានប្រតិកម្មកាន់តែលឿនលទ្ធផលក៏កាន់តែអាក្រក់ទៅវាគឺជាវដ្តដែលគាត់មិនដែលដឹងពីមុនមកដូច្នេះគាត់ក៏បានសាកល្បងអ្វីដែលខុសពីមុននៅពេលក្រោយដែលមានអតិថិជនពិបាកខលមកគាត់បានធ្វើការសម្រេចចិត្តដោយដឹងខ្លួនថាត្រូវឈប់បន្តិចមុននឹងឆ្លើយតបទោះបីជាវាត្រឹមតែមួយវិនាទីក៏គាត់អនុញ្ញាតឲ្យខ្លួនឯងមានចន្លោះនោះដែរជំនួសឲ្យការកាត់សម្ដីគាត់បានស្ដាប់យ៉ាងពេញលេញជំនួសឲ្យការមានប្រតិកម្មដាមអារម្មណ៍គាត់បានឆ្លើយតបដោយការពិចារណាភាពខុសគ្នាបានកើតឡើងភ្លាមទឹកដុំសម្លេងនៃការសន្ទនាបានផ្លាស់ប្ដូរអតិថិជនដែលរំពឹងថានឹងជួបការតាំងបែរជាជួបភាពស្ងប់ស្ងាត់ទៅវិញហើយភាពស្ងប់ស្ងាត់នោះបានផ្លាស់ប្ដូរគ្រប់យ៉ាងអ្វីដែល Jason បានរកឃើញគឺសាមញ្ញប៉ុន្តែមានអំណាចនៅពេលអ្នកគ្រប់គ្រងប្រតិកម្មដំបូងរបស់អ្នកនឹងគ្រប់គ្រងទិសដៅនៃការសន្ទនាទាំងមូលការឆ្លើយតបរបស់អ្នកជាអ្នកកំណត់ទឹកដុំសម្លេងប្រសិនបើអ្នកនាំមកនៅភាពស្ងប់ស្ងាត់ស្ថានភាពច្រើនតែថយចុះកម្ដៅប្រសិនបើអ្នកនាំមកនៅអារម្មណ៍វានឹងកាន់តែខ្លាំងឡើងមនុស្សច្រើនតែធ្វើត្រាប់តាមអ្វីដែលពួកគេទទួលបានហើយនៅពេលអ្នករក្សាភាពនឹងណូអ្នកនឹងបំផ្លាញទម្រង់ដែលគេរំពឹងទុកនេះមិនមែនជារឿងសង្កត់សង្កិនអារម្មណ៍របស់អ្នកទេតែវាជារឿងគ្រប់គ្រងវាអ្នកនឹងនៅតែមានអារម្មណ៍មួម៉ៅធុញថប់ឬខឹងនោះជារឿងធម្មជាតិប៉ុន្តែការមានអារម្មណ៍អ្វីមួយមិនមែនមានន័យថាអ្នកត្រូវធ្វើតាមអារម្មណ៍នោះភ្លាមឡើយសមត្ថភាពក្នុងការបំបែកអារម្មណ៍ចេញពីសកម្មភាពគឺជាវិធីដែលបង្កើតការគ្រប់គ្រងវាគឺជាអ្វីដែលអនុញ្ញាតឲ្យអ្នកជ្រើសរើសការឆ្លើយតបដែលផ្ដល់ប្រយោជន៍ដល់អ្នកជាងការឆ្លើយតបដែលគ្រាន់តែបញ្ចេញកំហឹងមួយខណៈការប្រឈមគឺថាការឈប់បន្តិចនោះមានអារម្មណ៍ថាមិនសូវជាធម្មជាតិទេនៅពេលដំបូងចិត្តរបស់អ្នកនឹងជំរុញឲ្យអ្នកឆ្លើយតបឲ្យលឿនវានឹងប្រាប់អ្នកថាអ្នកត្រូវការពារខ្លួនត្រូវកែតម្រូវអ្នកម្ខាងទៀតត្រូវនិយាយអ្វីមួយឥឡូវនេះប៉ុន្តែភាពបន្ទាន់នោះច្រើនតែជាការភ័ន្តច្រឡំប៉ុណ្ណោះមានស្ថានភាពតិចតួចណាស់ដែលត្រូវការប្រតិកម្មភ្លាមហើយស្ថានភាពណាដែលត្រូវការការឆ្លើយតបភ្លាមក៏ទទួលបាន
ប្រយោជន៍ពីភាពច្បាស់លាស់ដែរមិនមែនទទួលបានប្រយោជន៍ពីអារម្មណ៍ឆេវឆាវឡើយនៅពេលអ្នកហ្វឹកហាត់ខ្លួនឯងឲ្យឈប់បន្តិចអ្នកចាប់ផ្ដើមឃើញអ្វីខុសពីមុនអ្នកក៏សម្គាល់ឃើញទឹកដមសម្លេងរបស់អ្នកម្ខាងទៀតបំណងប្រាថ្នារបស់គេស្ថានភាពចិត្តរបស់គេអ្នកលែងផ្ដោតលើការចង់ត្រូវហើយចាប់ផ្ដើមផ្ដោតលើការយល់ដឹងពីស្ថានភាពវិញហើយចេញពីកន្លែងនៃការយល់ដឹងនោះការឆ្លើយតបរបស់អ្នកនឹងមានប្រសិទ្ធភាពជាងមុនយូរទៅវានឹងក្លាយជាទម្លាប់អ្នកលែងមានប្រតិកម្មភ្លាមទៀតហើយអ្នកបង្កើតលំហដោយធម្មជាតិហើយនៅក្នុងលំហនោះអ្នកនឹងរកឃើញអ្វីមួយដែលមនុស្សភាគច្រើនមិនដែលជួបប្រទះនោះគឺការគ្រប់គ្រងមិនមែនការគ្រប់គ្រងលើអ្នកដទៃទេតែជាការគ្រប់គ្រងលើខ្លួនឯងហើយនោះគឺជាកន្លែងដែលកម្លាំងពិតប្រាកដកើតឡើងពីព្រោះនៅទីបញ្ចប់វាមិនមែនជាស្ថានភាពដែលកំណត់ថាអ្នកជាមនុស្សបែបណាឡើយវាមិនមែនជាអ្វីដែលមនុស្សនិយាយឬរបៀបដែលគេប្រព្រឹត្តឡើយតែវាគឺជារបៀបដែលអ្នកឆ្លើយតបហើយនៅពេលអ្នកម្ចាស់ការលើប្រតិកម្មដំបូងរបស់អ្នកនឹងគ្រប់គ្រងការឆ្លើយតបនោះអ្នកឈប់ត្រូវបានដឹកនាំដោយអារម្មណ៍ឆេវឆាវហើយចាប់ផ្ដើមធ្វើសកម្មភាពដោយចេតនាការផ្លាស់ប្ដូរបន្តិចបន្តួចនោះការសម្រេចចិត្តឈប់បន្តិចអាចលាស់ប្ដូរគ្រប់យ៉ាងវាអាចប្ដូរចំនួនឲ្យទៅជាភាពច្បាស់លាស់ប្ដូរភាពតានតឹងឲ្យទៅជាភាពស្ងប់ស្ងាត់និងប្ដូរប្រតិកម្មឲ្យទៅជាការគ្រប់គ្រងហើយនៅពេលអ្នកបានជួបរឿងនោះអ្នកនឹងដឹងរឿងសំខាន់មួយអ្នកមិនចាំបាច់មានប្រតិកម្មចំពោះគ្រប់យ៉ាងឡើយអ្នកគ្រាន់តែត្រូវការឆ្លើយតបចំពោះអ្វីដែលសំខាន់ពិតប្រាកដប៉ុណ្ណោះ